ឡើងទៅខាងក្រៅដែលខ្ញុំសំឡឹងទៅខាងក្រៅសូបិនអាក្រក់កណ្ដាលយប់ខ្ញុំលឺសំឡេងដូចគេហៅខ្ញុំខំដើររកផ្លូវចេញ I'm looking for the way out ចង់ចេញពីភពងងឹតចេញពីសង្គមពណ៌ខ្មៅប៉ុន្តែការរកផ្លូវចេញគឺវាមិនស្រួលដូចពេលចូលទៅបាទហើយក៏ខ្ញុំមិនឈប់ម៉ែខត់ក៏ខ្ញុំមិននៅអ្នកម្ដាយយំដួលសន្លប់ខ្ញុំនៅតែដើរទៅឥទ្ធិពលនៃគ្រឿងញៀនវាឃើញគ្រួសារបីដូចសត្រូវទៅបំផ្លាស់បំប្រែគ្រប់យ៉ាងពីពណ៌សទៅពណ៌ខ្មៅចិត្តជាស្ទាវឈាមវារាវចេះតែចង់សាកលបងរួមមកជាតិធាតមកចានចង់សាកឲ្យដឹងម្ដងសាកលើកទី1ហើយខ្ញុំថាវាអត់អីផងឥឡូវតទៅ3 4 5ដងចែកផ្លុំសែនចេញកងញយដងរហូតធ្លាក់ខ្លួនចូលក្នុងរណ្ដៅដោយសារតែភាពអវិជ្ជាជាមួយនឹងភាពល្ងងខ្លាយគិតថាទង្វើដែលខ្លួនប្រព្រឹត្តគឺសិតតែត្រឹមត្រូវទើបសម្រេចចេញពីគ្រួសារមកនៅណាថាខាងក្រៅមិនអក្រក់កណ្ដាលយំឬសំឡេងដោយគេហៅខ្ញុំខំដើររកលើចេញតែខ្ញុំសំឡឹងទៅខាងក្រៅតែខ្ញុំសំឡឹងទៅខាងក្រៅមិនអក្រក់កណ្ដាលយំឬសំឡេងដោយគេហៅខ្ញុំខំដើររកលើចេញតែខ្ញុំសំឡឹងទៅខាងក្រៅតែខ្ញុំសំឡឹងទៅខាងក្រៅវិចបងវិចផ្សងប្រេងចេញមកក្រៅដើរតែម្នាក់ឯងនៅលើវិថីជីវិតដែលខ្មៅងងឹតបែបផ្សែងមនុស្សម្នាឈាមត្រជាក់មិត្តភក្តិធ្វើស៊ីគ្នាឯងអាកូនវាទៅញៀនថ្នាំអាណាព្យាបាលគាត់ញៀនលបែងខ្វះការអប់រំខ្វះភាពកក់ក្ដៅក្មេងតូចតើគ្នាដឹងអីសំបីតែក្មេងរៀនថ្នាក់បឋមឥឡូវចេះជក់បារីទាំងប្រុសទាំងស្រីមិនទៅរៀននាំគ្នាកិច្ចសាលាក្មេងប្រុសធំឡើងធ្វើចោលក្មេងស្រីធ្វើស្រីបេសយាចាវាសនារបស់មនុស្សមិនអាចគប់ពីហើយផាសអ្នកខ្លះស្រួលតាំងពីកើតអ្នកខ្លះពិបាកដល់ចាស់ជីវិតពិតមានតែមួយត្រូវជួបរឿងរ៉ាវជាច្រើនណាស់ជួបទាំងរឿងល្អក៏ជួបបញ្ហាឲ្យបដូរផ្លាស់ថាវាច្បាស់ណាស់វាប្រកាសជាប្រែប្រួលពីព្រោះសង្គមដ៏សែនកក្រិចមួយនេះវាអូសទាញបបួលត្រឹមតែមួយកុំស្រួលជាមួយនឹងការសប្បាយកែប្រែជីវិតក្មេងប្រុសម្នាក់ឲ្យធ្លាក់ទៅក្នុងមហន្ត